ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងមកចែករំលែកពីរបៀបប្រើប្រាស់ mixer នៅក្នុងក្រុមហ៊ុន Lion King Audio ដែលកំពុងតែពេញនិយមខ្លាំងមែនទែននោះគឺជា mixer Flow X តោះតើមើលទាំងអស់គ្នាថាការប្រើប្រាស់បែបណាអីបែបណាដំបូងយើងបើកមកយើងឃើញពាក្យនេះហ្នឹងណាពាក្យហ្នឹងហើយអញ្ចឹងឥឡូវយើងចុចចូលទៅក្នុង menu មកហើយយើងចុចលើពាក្យ pairing ដើម្បីយើង connect ចូលទៅក្នុង app តោះយើងចូលទៅក្នុង app យើង pairing មួយទៀតមកនេះវាដាក់ pairing app ចឹង pairing មកហើយយើងចូលទៅក្នុង app របស់យើងអូខេចាំប្រហែលជា5ទៅ6 second គឺវាលោតចូលទៅអូតូហើយបងប្អូនអូខេតោះតែយើង connect ចូលទៅនេះបងប្អូនយើងបានចូលមកក្នុង app ហើយនេះគឺជារបៀបភ្ជាប់ Bluetooth របស់ Flow X យើងចូលទៅក្នុង menu ដូចគ្នាហើយយើងស្កាត់លើពាក្យ pairing ដូចគ្នាហើយយើងអូសទៅខាងស្ដាំអូខេយើងមូទៅខាងស្ដាំណាមូទៅខាងស្ដាំទៅយើងឃើញពាក្យថា pairing audio យើងស្កាត់លើហ្នឹងមកតោះមកយើងចូលទៅក្នុងទូរស័ព្ទដៃរបស់យើងចូលទៅក្នុង setting ហើយចុច Bluetooth រងចាំវាបន្តិចឬបើខ្ញុំមានស្រាប់ចឹងគឺវាលោតមកចេះនេះចឹងខ្ញុំបណ្ដេញចូលទៅនេះ connect ហើយយើងចាប់ផ្ដើមមកធ្វើការ check speaker របស់យើងតោះយើងបើក master មុនសិនមកហើយយើងចាប់ផ្ដើមបើក Bluetooth អូខេយើងលឺហើយណាដល់ពេលយើងលឺហើយយើងចាប់ផ្ដើមធ្វើការ check mic អូខេ check 1 2បងប្អូនឃើញ signal បេតងលោតហ្នឹងបងប្អូនចុចទៅលើហ្នឹងមកអូខេតោះមើល gain សិនបញ្ចប់ EQ យើងច្រើនតិចអូខេតម្លាក់សោះសិនខ្ញុំតម្លាក់ EQ ចោលអស់ហើយខ្ញុំតម្លាក់ low cut ចោលអស់ខ្ញុំតម្លាក់ compress ចោលសិនហើយតោះខ្ញុំចាប់តម្លាក់ gain មិនឲ្យសល់ត្រឹម 0 dB ហើយខ្ញុំចាប់បើក level check 1 2 អូខេតោះយើងរៀងងូអញ្ចឹងយើងតម្លាក់ low cut តិចមកអានេះគឺជា function low cut នៅក្នុង Flow X check អូខេរៀងស្រួយតិចហើយចាប់ផ្ដើមតម្លាក់តិចទៀតទៅលើការយកខ្យល់ឬក៏ mid high mid របស់យើង check 1 2 check អូខេខ្ញុំគិតថាខ្ញុំដូចជាមិនបាច់ប្រើ compressor ទេដោយសារអីសំឡេងវាមក clean ស្រាប់ហើយយើងចាប់ផ្ដើមទៅធ្វើនៅក្នុង effect តែម្ដងតោះចូលក្នុង effect ហើយយើងឡើង effect ឡើងតោះ check 1 2 ហើយនេះគឺជា effect របស់ Flow X បងប្អូនគ្រាន់ចូលមកមានច្រើនមែនតើបងប្អូនគឺមាន effect concert effect room អីចឹងតែនេះអូខេសិតតែ effect ដែលយើងអាចប្រើប្រាស់បានអញ្ចឹងយើងចូលមកក្នុងនេះមកខ្ញុំដាក់ចូលក្នុងពាក្យ vocal វាមាន instrument និង vocal បងប្អូនចូលទៅក្នុង vocal មកដោយសារអីខ្ញុំប្រើ effect concert នៅក្នុងហ្នឹងវាដាក់ពាក្យ concert ចឹងណាចឹងខ្ញុំយកពាក្យថា vocal ដើម្បីធ្វើការ check mic របស់យើងតោះម្ដងទៀត check 1 2អូខេចាប់ដើម check delay បើសិនជាបងប្អូនធ្វើការ delay នេះ check 1 2 អូខេបងប្អូនបានឮហើយថាវាសំឡេងវាមក clean ស្រាប់ហើយតោះបងប្អូនឥឡូវយើងបានរៀនពីរបៀបប្រើប្រាស់អស់ហើយតោះយើងមកស្ដាប់សំឡេងទាំងអស់នេះថាពេលដែលយើងចាប់ដើមកំណត់វារួចរាល់អស់សំឡេងវានឹងទៅជាបែបណាទៀតតោះសង្ឃឹមដេញប្រាំងចំអ្នកអូខេបងប្អូនឥឡូវបងប្អូនបានយល់ពីរបៀបប្រើប្រាស់ហើយណាបើសិនជាបងប្អូនមានចំណាប់អារម្មណ៍ចង់មកស្ដាប់សំឡេងផ្ទាល់នៅក្រុមហ៊ុន Lion King Audio បងប្អូនអាចមកផ្លូវ371ទល់មុខរំសាយជីម៉ង271ឬក៏មានព័ត៌មានបន្ថែមបងប្អូនអាចតាក់ទងមកក្រុមហ៊ុន Lion King Audio ឬក៏តាក់ទងមក Telegram ផ្ទាល់ក៏បានដែរខាងក្រុមការងារនឹងចាំឆ្លើយតបបងប្អូន24ម៉ោងបាទអរគុណសូមជម្រាបលា